នេះគឺជារូបថតឧត្តមសេនីយ៍តូសេកសំអៀតដែលគាត់គឺជាចៅហ្វាយខេត្តបាត់ដំបងមុនឆ្នាំ1975នៅថ្ងៃទី17ខែមេសាឆ្នាំ1975មុនពេលដែលខ្មែរក្រហមចូលមកកាន់កាប់ក្រុងបាត់ដំបងឧត្តមសេនីយ៍តូសេកសំអៀតបានភៀសខ្លួនចេញទៅប្រទេសថៃតាមច្រកបៃលិនខ្មែរក្រហមធ្លាប់ស្នើសុំខាងភាគីថៃឲ្យប្រគល់ថ្នាក់ដឹកនាំរបស់របបសាធារណរដ្ឋខ្មែរក៏ដូចជារថក្រោះដែលថ្នាក់ដឹកនាំបានជិះភៀសខ្លួនទៅប្រទេសថៃឲ្យប្រគល់មកឲ្យខ្មែរក្រហមវិញនៅឆ្នាំ2015ស្ថិតនៅក្នុងវ័យ85ឆ្នាំឧត្តមសេនីយ៍តូសេកសំអៀតក៏បានទទួលមរណភាពនាគេហដ្ឋានសង្កាត់បឹងកេងកង3ខណ្ឌចំការមនរាជធានីភ្នំពេញគ្រប់ជំរាបសួរប្រិយមិត្តដែលតែងតាមដានកិច្ចការងារស្រាវជ្រាវរបស់ទេពយុរាថ្ងៃនេះនីតិសោតនេតកម្មខ្មែរសូមនាំអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់មកដឹងពីជីវប្រវត្តិក៏ដូចជារឿងរ៉ាវមួយចំនួនដែលបានកើតឡើងចំពោះលោកឧត្តមសេនីយ៍តូសេកសំអៀតក្នុងរបបខ្មែរក្រហមចង់ដឹងថាតើលោកឧត្តមសេនីយ៍តូសេកសំអៀតគាត់មានប្រវត្តិបែបណាខ្លះហើយតើគាត់បានជួបរឿងរ៉ាវអ្វីខ្លះទម្រាំនឹងលោកបានភៀសខ្លួនចេញទៅដល់ទឹកដីប្រទេសថៃដូច្នេះហើយសូមប្រិយមិត្តតាមដានស្ដាប់វីដេអូមួយនេះដូចតទៅចេកអាំងសូមអាំងមានរសជាតិឈ្ងុយឆ្ងាញ់អនាម័យល្អនិងមានតម្លៃសមរម្យកុំភ្លេចចេកអាំងខ្ទិះដូងនិងសូមអាំងខ្ទិះដែលមានទីតាំងនៅលើផ្លូវ2011ម្ដុំផ្សារជុកមាសទូមុខសាលាវិធីជាប់ហាង Cafe Corner ចេកអាំងខ្ទិះដូងនិងសូមអាំងខ្ទិះគឺមានលក់ចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 5 ល្ងាចនិងមានទទួលរៀបចំនៅក្នុងកម្មវិធីមង្គលការជប់លៀងផ្សេងៗនៅទូទាំងរាជធានីខេត្តបងប្អូនអាចធ្វើការកក់ឬក៏មកបានតាមរយៈលេខទូរស័ព្ទនិង Telegram 086 553 366ឬអាចទំនាក់ទំនងមកកាន់ Page ខាងលើនេះបានឧត្តមសេនីយ៍តូសេកសំអៀតរហស្សនាមតោថ្មវត្តភ្នំប្រជាជនខ្មែរយើងភាគច្រើនគឺស្គាល់និងបានដឹងថាគាត់គឺជាអតីតចៅហ្វាយខេត្តបាត់ដំបងមុនឆ្នាំ1975លោកឧត្តមសេនីយ៍តូសេកសំអៀតគាត់កើតនៅថ្ងៃទី15ខែមិថុនាឆ្នាំ1930មានទីកំណើតនៅឃុំមេលុំស្រុកបូរីបូខេត្តកំពង់ឆ្នាំងឧត្តមសេនីយ៍តូសេកសំអៀតគាត់គឺជានាយទាហានសកម្មចំនួនទី6តាំងពីសម័យបារាំងហើយគាត់បានសិក្សារៀនសូត្រជ្រៅជ្រះរហូតបានចេញទៅរៀននៅក្រៅប្រទេសក្រោយមកគាត់ក៏បានចូលបម្រើជាមន្ត្រីរាជការនិងត្រូវបានតែងតាំងឋានៈតួនាទីជាបន្តបន្ទាប់រហូតដល់ឆ្នាំ1974លោកត្រូវបានរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដំឡើងឋានន្តរស័ក្តិរបស់លោកក្លាយទៅជាឧត្តមសេនីយ៍តូនិងជាទីប្រឹក្សាពិសេសនៃក្រមប្រឹក្សាជាតិខុទ្ទកាល័យប្រតិបត្តិប្រធានាធិបតីលន់នល់ជុំវិញរឿងរ៉ាវមុនពេលរបបខ្មែរក្រហមបានកម្មកាប់ប្រទេសកម្ពុជាក៏ដូចជាបន្ទាប់ពីរបបខ្មែរក្រហមបានកម្មកាប់ប្រទេសកម្ពុជាបានទាំងស្រុងយើងបានដឹងថានៅថ្ងៃទី17ខែមេសាឆ្នាំ1975បន្ទាប់ពីខ្មែរក្រហមបានប្រកាសពីភាពជោគជ័យដែលបានវាយកាន់កាប់ទីក្រុងភ្នំពេញហើយក៏បានជម្លៀសប្រជាជននៅទីក្រុងភ្នំពេញចេញពីទីក្រុងដំណឹងមួយនេះគឺបានជ្រាបមកដល់ថ្នាក់ដឹកនាំមួយចំនួនដែលគ្រប់គ្រងនៅក្នុងខេត្តបាត់ដំបងក៏ប៉ុន្តែសកម្មភាពប្រជាពលរដ្ឋក៏ដូចជាសកម្មភាពទូទៅនៅក្នុងខេត្តបាត់ដំបងគឺធម្មតាប្រជាជនលក់ដូរអីដំណើរការអីគឺធម្មតាហើយទាហានសាធារណរដ្ឋខ្មែរឯនោះវិញក៏នៅតែបន្តច្បាំងទប់ទល់ជាមួយនឹងទាហានខ្មែរក្រហមរហូតដល់ម៉ោង6ល្ងាចតើតែវរសេនីយ៍ឯកលេងរ៉ាអូដែលគាត់គឺជាមេបញ្ជាការរងភូមិភាគទី3ប្រចាំខេត្តបាត់ដំបងហ្នឹងគាត់ប្រកាសឲ្យទាហានហ្នឹងដកថយមកចូលប្រទាយវិញទើបសកម្មភាពនៃការប្រយុទ្ធហ្នឹងគឺបានផ្អាកប៉ុន្តែឆ្លៀតនៅក្នុងឱកាសមួយនោះទាហានរបស់ខ្មែរក្រហមក៏បានរុលចូលរហូតកាន់កាប់បានក្រុងបាត់ដំបងនៅយប់នោះតែម្ដងចំណែកឯលោកឧត្តមសេនីយ៍តូសេកសំអៀតក៏ដូចជាមន្ត្រីធំមួយចំនួននៅក្នុងខេត្តបាត់ដំបងហ្នឹងគឺគាត់បានភៀសខ្លួនចេញពីបាត់ដំបងតាំងពីម៉ោង2រសៀលប្រជាជនដែលរស់នៅតាមផ្លូវជាតិលេខ10គឺបានឃើញព្រឹត្តិការណ៍មួយគឺរថក្រោះរាប់សិបគ្រឿងបានហែហោមនៃក្បួនមួយនោះដោយពួកគាត់អត់ដឹងថាក្បួនហ្នឹងគេធ្វើទៅណាអីប្រជាជនហាក់ដូចថាអត់ដឹងថាក្បួនហ្នឹងគឺកំពុងតែនាំចៅហ្វាយខេត្តបាត់ដំបងហ្នឹងដើម្បីភៀសខ្លួនចេញទៅទឹកដីថៃគឺគាត់អត់ដឹងទេគាត់ឃើញដែរអីដែរតែគាត់អត់ចាប់អារម្មណ៍ហើយក៏មិននឹកស្មានថាប្រទេសកម្ពុជានឹងធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមនឹងធ្លាក់ទៅក្នុងវិនាសកម្មនៃការកាប់សម្លាប់ប្រជាជនគឺគាត់អត់នឹកស្មានដល់តែម្ដងហើយពេលនេះខ្ញុំគិតថាប៉ះសិនបើគាត់បានដឹងព័ត៌មានអំពីការគ្រប់គ្រងទីក្រុងភ្នំពេញរបស់ពួកខ្មែរក្រហមហើយនឹងជម្លៀសប្រជាជនចេញពីផ្ទះសម្បែងខ្ញុំជឿជាក់ថាពួកគាត់ប្រកាសជារត់ភៀសខ្លួនដូចគ្នាព្រោះដោយសារគាត់រស់នៅជាដែនស្រាប់វានៅជិតប្រទេសថៃអញ្ចឹងហើយវាអាចជាឱកាសមួយដែលគាត់អាចនឹងរត់ភៀសខ្លួនដើម្បីតាមដានស្ថានភាពសិនតែជាក់ស្ដែងគឺពួកគាត់ភៀសច្រើនអត់បានដឹងទេគាត់អត់នឹកស្មានថាប្រទេសកម្ពុជានឹងធ្លាក់ទៅកាន់វិនាសកម្មបែបនេះហើយមិននឹកស្មានថាទាហាន
របបខ្មៅគឺកាចសាហាវដល់ថ្នាក់នេះដែររហូតតតែរបបខ្មៅគ្រប់គ្រងប្រទេសកម្ពុជាបានទាំងស្រុងទើបគាត់បានដឹងក៏ប៉ុន្តែវាហួសពេលអស់ទៅហើយងាកទៅកាន់ឧត្តមសេនីយ៍តូសេកសំអៀតនិងមន្ត្រីរបស់របបសាធារណរដ្ឋខ្មែរមួយចំនួនដែលបានភៀសខ្លួនចេញទៅទឹកដីប្រទេសថៃឯណោះវិញយើងបានដឹងថានៅទីនោះពួកគាត់បានបង្កើតចលនាមួយដើម្បីប្រឆាំងតវ៉ាជាមួយនឹងខ្មែរក្រហមក៏ប៉ុន្តែដោយសារតែកម្លាំងខ្សោយហើយมันមានអង្គការឬស្ថាប័នក្រៅប្រទេសណាមួយគេសហការចូលរួមដូច្នេះហើយគម្រោងមួយនេះក៏ត្រូវបរាជ័យចំណែកឯខ្មែរក្រហមឯនេះវិញធ្លាប់បានស្នើសុំទៅកាន់ភាគីថៃឲ្យប្រគល់ថ្នាក់ដឹកនាំរបស់របបសាធារណរដ្ឋខ្មែរក៏ដូចជារថក្រោះដែលថ្នាក់ដឹកនាំរបបសាធារណរដ្ឋខ្មែរបានជិះភៀសខ្លួនយកទៅចោលនៅលើទឹកដីថៃឲ្យប្រគល់មកឲ្យពួកខ្មែរក្រហមវិញជាពិសេសគឺគេចង់បានមន្ត្រីរបស់របបសាធារណរដ្ឋខ្មែរគឺលោកសេកសំអៀតនិងវរៈនៃឯកហូតូនក៏ប៉ុន្តែសំណើរបស់ខ្មែរក្រហមត្រូវបានខាងភាគីថៃបដិសេធដូច្នេះហើយឧត្តមសេនីយ៍តូសេកសំអៀតក៏ដូចជាមន្ត្រីខ្មែរយើងមួយចំនួនក៏បានរស់នៅលើទឹកដីថៃនឹងដោយសុវត្ថិភាពរហូតដល់ទសវត្សរ៍80ឧត្តមសេនីយ៍តូសេកសំអៀតគាត់ក៏បានចេញទៅរស់នៅឯក្រៅប្រទេសហើយក្រោយមកគាត់ក៏បានវិលមកចូលប្រទេសកម្ពុជាវិញបន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំហើយគាត់ក៏បានចូលបម្រើជាមន្ត្រីរាជការមួយរូបដែលនៅអំឡុងទសវត្សរ៍90ហើយនៅឆ្នាំ2015ស្ថិតនៅក្នុងវ័យ85ឆ្នាំឧត្តមសេនីយ៍តូសេកសំអៀតក៏បានទទួលមរណភាពទៅនៅគេហដ្ឋានសង្កាត់បឹងកេងកង3ខណ្ឌចំការមនរាជធានីភ្នំពេញអញ្ចឹងជាចុងក្រោយខ្ញុំបាទក៏សូមឧទ្ទិសបុណ្យកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍តូសេកសំអៀតសូមលោកបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លាតឃ្លាតឡើយអរគុណប្រិយមិត្តដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយខ្ញុំបាទហ៊ានចំណិតសូមអរគុណសូមជម្រាបលា